េសកជនពិសេសរបស់សហរដ្ឋអាមេរិកបាននិយាយថាប្តីប្រពន្ធមួយគូនៅរដ្ឋ Michigan ត្រូវបានចាប់ខ្លួននៅប្រទេសមិចស៊ិកជុំវិញចំនួនការទូទាត់ប្រាក់ត្រូវបានដោះលែងនៅថ្ងៃទី04 ខែមេសាឆ្នាំ2025មានចំណងជើងថា Michigan couple held in Keukenfried and on plane home as hostage negotiator says បានរៀបរាប់អំពីករណីគូស្វាមីភរិយាមកពីរដ្ឋ Michigan សហរដ្ឋអាមេរិកដែលត្រូវបានដោះលែងបន្ទាប់ពីជាប់ឃុំនៅទីក្រុងកុងគុន Cancun ប្រទេសមិចស៊ិកខាងក្រោមនេះជាសង្ខេបសំខាន់ 1. ការចាប់ខ្លួនគូស្វាមីភរិយា Christy និង Paul Ego ត្រូវបានចាប់ខ្លួននៅថ្ងៃទី04 ខែមីនាឆ្នាំ2025នៅពេលចុះពីយន្តហោះនៅកុងគុនដោយសារចំនួនទូទាត់ប្រាក់តាមកាត់អែនទៀនជាមួយក្រុមហ៊ុនរមណីយដ្ឋានមួយពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់ជិត1ខែ 2. ការដោះលែងអ្នកចរចាជំរិតអាមេរិកលោក Adam Boehler បានបញ្ជាក់ថាគូស្វាមីភរិយានេះត្រូវបានដោះលែងហើយកំពុងស្ថិតនៅលើយន្តហោះហែកជន់ត្រឡប់ទៅរដ្ឋ Michigan វិញពួកគេត្រូវបានអមដំណើរដោយសមាជិកសភា Michigan លោក Tom Barrett 3. មូលហេតុនៃចំនួនរដ្ឋអាជ្ញាមិចស៊ិកចោទថាគូស្វាមីភរិយានេះបានលុបចោលការទូទាត់ប្រាក់ចំនួន13លើកសរុបជាង$116,500ក្នុងឆ្នាំ2022ដែលចាត់ទុកជាការក្លែងបន្លំផ្ទុយទៅវិញគូស្វាមីភរិយាអាងថាក្រុមហ៊ុនរមណីយដ្ឋានមិនបានផ្ដល់សេវាកម្មដោយកិច្ចសន្យាហើយពួកគេបានទទួលសំណងពីក្រុមហ៊ុនកាត់អែនទៀន 4. ការចរចាលោក Boehler បានជួយសម្របសម្រួលការចរចាដើម្បីដោះលែងពួកគេបន្ទាប់ពីប្រធានាធិបតីលោក Donald Trump បានជូនដំណឹងអំពីស្ថានភាពនេះកាលពីសប្តាហ៍មុនសរុបមកគូស្វាមីភរិយានេះត្រូវបានដោះលែងបន្ទាប់ពីការអន្តរាគមន៍ពីមន្ត្រីអាមេរិកនិងកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះបន្ទាប់ពីជួបបញ្ហាផ្លូវច្បាប់ដ៏ចម្រូងចម្រាសនៅមិចស៊ិកសូមអរគុណ